Xong đại cho hôn sáng không niêmប្រធាន គណៈបកកាន់អំណាច បានបង្ហោះសារនៅលើបណ្ដាញទំនាក់ទំនងសង្គមថា បើភាគីថៃមិនព្រមបើកច្រកព្រំដែនដែលខ្លួនបានបិទជាឯកតោភាគីនោះទេ កម្ពុជាត្រូវធ្វើ 6 ចំណុច តែ 6 ចំណុចដែលសម្ដេចតេជោហ៊ុនសែនបានប្រកាសនេះមានអ្វីខ្លះ សូមទទួលជ្រាបនៅសេចក្តីរាយការណ៍លម្អិត នៅព្រឹកថ្ងៃទី 13 ខែមិថុនាឆ្នាំ 2025 សម្ដេចតេជោហ៊ុនសែនក្នុងនាមប្រធានគណៈបកកណ្ដាលអំណាចលើកឡើងថាបើភាគីថៃមិនព្រមបើកច្រកព្រំដែនដែលខ្លួនបិទជាឯកតោភាគីកម្ពុជាត្រូវធ្វើ 6 ចំណុចនេះគឺជាខ្លឹមសារទាំងស្រុងរបស់សម្ដេចតេជោហ៊ុនសែនយប់មិញខ្ញុំបានចេញសារមួយហើយព្រឹកនេះខ្ញុំនិយាយក្នុងនាមប្រធានបកកណ្ដាលអំណាចទៅកាន់រាជរដ្ឋាភិបាលបន្ថែមទៀតក្នុងករណីភាគីថៃមិនព្រមបើកច្រកព្រំដែនដែលខ្លួនបិទជាឯកតោភាគីកម្ពុជាត្រូវធ្វើទី1ប្រកាសបិទឈប់ទិញទំនិញថៃមកប្រើប្រាស់ក្នុងទីផ្សារកម្ពុជាគឺមានន័យថាឈប់ប្រើទំនិញថៃជំនួសដោយការប្រើទំនិញក្នុងស្រុកនិងទំនិញមកពីប្រទេសផ្សេងក្រៅពីថៃទី2ត្រៀមទិញទំនិញដែលភាគច្រើនជាកសិផលរបស់ប្រជាជនដែលធ្លាប់លក់ឲ្យថៃដោយខិតខំរកទីផ្សារជូនប្រជាជនទាំងក្នុងស្រុកនិងក្រៅស្រុកទី3បង្វែរអ្នកជំងឺដែលធ្លាប់ទៅព្យាបាលក្នុងប្រទេសថៃមករកមន្ទីរពេទ្យក្នុងស្រុកឬទៅប្រទេសផ្សេងវិញទី4ត្រៀមទទួលយកនិងដោះស្រាយការងារជូនពលករដែលនឹងវិលត្រឡប់មកពីប្រទេសថៃកម្ពុជាកំពុងខ្វះកម្លាំងពលកម្មទាំងក្នុងវិស័យឧស្សាហកម្មទាំងក្នុងវិស័យកសិកម្មនិងសំណង់រាប់ម៉ឺនកន្លែងបងប្អូនពលករអាចចាក់ចេញមកកម្ពុជាមុនថៃបណ្ដេញចេញដែលពេលនេះកំពុងទទួលការមើលងាយនិងប្រមាថយ៉ាងធ្ងន់ធ្ងរនៅតំបន់មួយចំនួនទី5កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រូវត្រៀម24ម៉ោងលើ24ម៉ោងដើម្បីវាយបកការពារខ្លួនក្នុងករណីមានការឈ្លានពានទី6បណ្ដាខេត្តនៅជិតព្រំដែនត្រូវត្រៀមជម្លៀសប្រជាជនចេញមកកាន់តំបន់មានសុវត្ថិភាពនិងដោះស្រាយស្បៀងអាហារថ្នាំពេទ្យនិងសម្ភារៈចាំបាច់ផ្សេងទៀតបើថៃមិនធ្វើការដោះស្រាយច្រកព្រំដែនឲ្យវិលមករកភាពប្រក្រតីវិញយើងគ្មានជំរើសក្រៅពីធ្វើការទាំងអស់នេះទេខ្ញុំសូមអំពាវនាវបងប្អូនជនរួមជាតិសូមកុំធ្វើអំពើជ្រុលនិយមដូចជាបាតកម្មប្រឆាំងស្ថានទូតថៃក្រុមហ៊ុនថៃនិងជនជាតិថៃនៅកម្ពុជានិងសូមកុំស្អប់ខ្ពើមប្រកាន់ពូជសាសន៍ចំពោះជនជាតិថៃដែលភាគច្រើនលើសលប់ជាមនុស្សល្អមានតែក្រុមជ្រុលនិយមនិងយោធាមួយចំនួនប៉ុណ្ណោះដែលបង្ករឿងជាមួយកម្ពុជាព្រោះជាទម្លាប់រដ្ឋាភិបាលថៃមិនអាចគ្រប់គ្រងកងទ័ពដូចប្រទេសយើងបាននោះទេកម្មវិធីនេះឧបត្ថម្ភដោយស្រាបៀរកម្ពុជា